បើចង់បានសុខត្រូវដឹងអំពីចំណុចទាំងអស់នេះបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានឹងហើយថ្ងៃនេះខ្ញុំបករណាអឺនឹងមកទំលេងនៅសច្ចធម៌ក៏ដូចជាការចែករំលែកពាក់ព័ន្ធអឺនឹងការស្គាល់ខ្លួនឯងហ្នឹងហើយការស្គាល់ខ្លួនឯងនេះគឺសំខាន់ណាស់សម្រាប់យើងគ្រប់គ្នាដើម្បីទទួលបាននូវសេចក្តីសុខនិងរួចចាកផុតអំពីទុក្ខហ្នឹងហើយមិនថាអ្នកសំសិលសមាធិឬមួយក៏មនុស្សយើងដែលធម្មតាមិនបានទៅបប្រតិបត្តិក៏ធ្វើបានដូចគ្នាឲ្យតែយើងគ្រប់គ្នានឹងបានស្គាល់ខ្លួនឯងឲ្យតែយើងស្គាល់ខ្លួនឯងច្បាស់ហើយស្វែងយល់អំពីសភាវៈរូបនៅក្នុងខ្លួនយើងបានច្បាស់នឹងតាមដានវាយើងនឹងទទួលបាននូវសេចក្តីសុខ 100% ហ្នឹងហើយអញ្ចឹងយើងត្រូវស្គាល់ថាយើងត្រូវដឹងថាមានសភាវៈអ្វីខ្លះដែលវានៅក្នុងខ្លួនយើងហ្នឹងហើយអញ្ចឹងសភាវៈដែលនៅក្នុងខ្លួនយើងគឺមាន2ណាហ្នឹងហើយខាងស្ដាំនេះមើលរូបទៅខាងស្ដាំគឺតំណាងឲ្យសភាវៈអកុសលគឺអកុសលធម៌ហ្នឹងដែលជួកាន់វានៅខាងស្ដាំដៃណាចំណែកឯនៅខាងឆ្វេងដៃនេះគឺតំណាងឲ្យសភាវៈកុសលធម៌ដែលស្រឡាញ់សន្តិភាពនិងសេចក្តីសុខភាពស្ងប់ស្ងាត់ហ្នឹងហើយអញ្ចឹងយើងត្រូវស្គាល់អំពីសភាវៈពីរនឹងឲ្យបានច្បាស់អញ្ចឹងសភាវៈនៅខាងស្ដាំដែលជាតួអកុសលនេះវាតែងតែដឹកនាំយើងទៅប្រព្រឹត្តណានៅរឿងអកុសលទាំងឡាយដែលបង្កឲ្យកើតទៅជាទុក្ខណានឹងភាពក្តៅក្រហាយមកដល់ខ្លួនយើងនឹងឯងចំណែកឯខាងឆ្វេងតំណាងឲ្យរូបព្រះអង្គុយចម្រើនសមាធិនេះគឺតំណាងឲ្យសន្តិភាពសុខនៅក្នុងកាយនិងក្នុងចិត្តมันមានការរំជើបរំជួលទៅលើអ្វីទាំងអស់គឺចង់បានតែភាពស្ងប់ស្ងាត់និងសេចក្តីសុខសន្តិភាពតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលយើងស្គាល់អំពីសភាវៈរូបទាំងពីរនេះបានច្បាស់ហើយយើងត្រូវតាមដានសង្កេតមើលទៅលើធម្មជាតិខាងស្ដាំដែលជាធម្មជាតិអកុសលណាហ្នឹងហើយព្រោះអ្វីភាគច្រើនគឺវាជំរុញដោយអកុសលនឹងឯងតែជំរុញឲ្យយើងទៅប្រព្រឹត្តនៅរឿងមិនល្អការខឹងក្រោធណាមានការអន់ចិត្តទូចចិត្តចំណែនលោភលន់ប្រព្រឹត្តនៅរឿងដែលបាបកម្មទាំងឡាយនោះចំណែកឯតួកុសលគឺមិនប្រព្រឹត្តបែបនោះទេព្រោះតួកុសលគឺតំណាងឲ្យព្រះហ្នឹងហើយឬមួយក៏ទេវតាដែលលោកគង់ថែរក្សាហ្នឹងនៅក្នុងធម្មជាតិទាំង7របស់យើងហ្នឹងអញ្ចឹងការស្គាល់ខ្លួនឯងគឺបែបហ្នឹងអញ្ចឹងនៅពេលដែលយើងស្គាល់ច្បាស់អំពីសភាវៈ2ហ្នឹងហើយយើងតាមដានដោយយកសភាវៈល្អតាមសង្កេតមើលនៅសភាវៈអាក្រក់នៅពេលដែលវាជំរុញឲ្យយើងទៅប្រព្រឹត្តនៅរឿងអ្វីមួយយើងត្រូវយកបញ្ញានៃធម្មជាតិបរិសុទ្ធដែលតំណាងឲ្យអង្គព្រះនេះណាទៅសង្កេតមើលនិងពិចារណាលើទៅលើទង្វើដែលជំរុញចេញទៅនឹងណាបើសិនណាវាជំរុញចេញទៅនឹងវាកើតមកនៅភាពមហន្តរាយកើតមកនៅទុក្ខអញ្ចឹងយើងមិនត្រូវធ្វើទៅតាមវាទេយើងត្រូវដឹងឧទាហរណ៍ថាយើងដឹងច្បាស់ថាអង្គនោះជាបុគ្គលមិនល្អគាត់ទៅលួចទៅប្លន់គេចឹងចុះ
យើងដឹងច្បាស់ហើយថាគាត់បែបនោះហើយបើសិនណាគាត់បបួលយើងណាទៅចូលរួមតើយើងទៅចូលរួមដែរអត់ប្រសិនណាបើយើងទៅចូលរួមច្បាស់ជាយើងនឹងទទួលទុកថ្ងៃណាមួយជាក់ជាពំខានវាដូចតាអ្វីនៅក្នុងខ្លួនយើងអញ្ចឹងបើយើងស្គាល់អំពីសភាវៈអកុសលនេះច្បាស់ហើយយើងមិនប្រព្រឹត្តទៅតាមអ្វីដែលវាដឹកនាំនោះរឿងអីមានអសរទុកចូលមកវាមានតែសេចក្តីសុខទេយើងគ្រប់គ្នាតែងតែប្រាថ្នានៅសេចក្តីសុខខំធ្វើបុណ្យធ្វើទានធ្វើល្អឃើញទេប៉ុន្តែវាមិនទទួលបានសុខដោយសារអីដោយសារយើងអត់ស្គាល់អំពីសភាវៈក្នុងខ្លួនយើងហ្នឹងការធ្វើអ្វីក៏ដោយវាតែងតែមានការជំរុញចេញពីធម្មជាតិពីរហ្នឹងហើយបើធម្មជាតិបរិសុទ្ធតែងតែជំរុញយើងឲ្យទៅប្រព្រឹត្តរឿងមួយណាដែលគេហៅថាក្នុងផ្លូវល្អគេហៅមិនគេហៅថាកុសលធម៌នឹងជំរុញយើងដឹកនាំយើងណាទៅឆ្ពោះទៅរកសេចក្តីសុខនោះយើងឧទាហរណ៍ដូចជាយើងសំដែងទៅយើងនិយាយប្រាប់គេអ្វីមួយទៅគេទទួលមកគេទទួលដោយសេចក្តីរីករាយសប្បាយចិត្តជាប្រយោជន៍សម្រាប់គេហ្នឹងអាហ្នឹងហើយគឺជាសភាវៈល្អគេហៅថាសភាវៈកុសលធម៌ហ្នឹងដែលជំរុញទៅហ្នឹងប៉ុន្តែបើសភាវៈមិនល្អវាជំរុញទៅវិញយើងនិយាយទៅកើតទៅជារឿងក្តៅក្រហាយគេឆ្លោះតោះតែងគ្នាណាគេស្អប់គ្នាមើលគ្នាក្នុងខ្សែភ្នែកមួយមិនល្អអាហ្នឹងហើយគឺជាការជំរុញរបស់ធម្មជាតិអកុសលធម៌នោះអញ្ចឹងយើងគ្រប់គ្នារៀនតាមដានសង្កេតជារៀងរាល់ថ្ងៃរហូតតតែយើងណាមើលទៅបុគ្គលណាមួយមិនមានភាពគេថាទៅមិនមានការចំណែនមិនមានការចង់ឈ្នះចង់ចាញ់គេហៅធ្វើម៉េចឲ្យចិត្តយើងតិចហើយគេហៅថាធម្មតានោះហើយយើងទទួលបានហើយភាពបរិសុទ្ធរបស់យើងនឹងអញ្ចឹងអាភាពបរិសុទ្ធនេះហើយគឺជាពន្លឺដើម្បីបំភ្លឺផ្លូវយើងនេះឲ្យដើរក្នុងផ្លូវមួយដ៏ត្រឹមត្រូវណាវាសំខាន់ណាស់អញ្ចឹងហើយបានខ្ញុំកណាចិត្តតែព្យាយាមនិយាយឲ្យបងប្អូនទាំងអស់គ្នាព្យាយាមស្គាល់ខ្លួនឯងស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់ណាតែខ្លួនឯងនោះវាយ៉ាងម៉េចជាបុគ្គលបែបណាស្ថិតនៅក្នុងសន្តានមួយណាជាសន្តានមនុស្សសោសតេវោឬមួយសប៉ែតោដេរចាណោណាអញ្ចឹងក្នុងសភាវៈល្អនេះណាក្នុងសភាវៈល្អដែលជាតួកុសលធម៌នេះវាចូលកាន់ណាដោយទេវៈទេវតាព្រះគ្រប់អង្គគង់ថែរក្សាហើយបើយើងនិយាយជាមនុស្សវិញគឺស្ថិតនៅក្នុងសន្តានជាមនុស្សសោនិងមនុស្សសតេវោណាអាហ្នឹងធម្មជាតិកុសលធម៌ចំណែកឯធម្មជាតិអកុសលធម៌នេះវាឈរកាន់ទៅដោយនិវរណៈទាំង5និងពពួកព្រៃបិសាចអសុរកាយទាំងឡាយចឹងទៅណាហើយនៅក្នុងនោះឃើញវាមានអីខ្លះវាមានលោភៈទេទោសៈមោហៈចឹងអាហ្នឹងខ្លាំងជាងគេ3នោះដែលជំរុញយើងឲ្យទៅធ្វើរឿងខុសនោះហ្នឹងហើយសំខាន់ណាស់ណាប៉ុន្តែនៅពេលដែលបងប្អូនបានស្វែងយល់ច្បាស់អំពីសច្ចធម៌មួយនេះបានស្វែងយល់និងស្គាល់ខ្លួនឯងច្បាស់នោះសេចក្តីសុខនឹងឈានចូលនៅក្នុងខ្សែជីវិតរបស់បងប្អូនទាំងអស់គ្នាហើយក្នុងខ្លួនហាក់បីដូចជាភ្លឺស្រាលស្រួលខ្លួនព្រោះយើងអាចមានទុកក្នុងខ្លួនផងព្រោះយើងស្គាល់អំពីសភាវៈនឹងច្បាស់យើងដឹងថាអូសភាវៈនេះការខឹងច្រឡោតរបស់បុគ្គលនេះវាត្រូវ
ភាវៈអកុសលហ្នឹងគ្រប់ដប់ដឹកនាំគាត់ឲ្យទៅប្រព្រឹត្តរឿងអីមួយមិនល្អហើយអញ្ចឹងយើងតែជាបុគ្គលមួយដែលមានភាពបរិសុទ្ធនេះរឿងអីត្រូវទៅខឹងគាត់ស្អប់គាត់អត់មានទេយើងអត់មានត្រូវទៅស្អប់ឬមួយក៏ខឹងបុគ្គលណាទេអានោះគឺជាសភាវៈកុសលធម៌ដែលតំណាងឲ្យព្រះនេះព្រះណាដែលចេះខឹងមនុស្សលោកយើងលោកមិនដែលចេះខឹងទេណាហើយអ្វីដែលលោកចង់បានគឺភាគច្រើនគឺអាកាយវិការរបស់លោកគឺសមាធិនេះឯងគឺភាពគេថាសន្តិភាពក្នុងចិត្តសេចក្តីសុខភាពស្ងប់ស្ងាត់ណាចំណែកឯតួខាងឆ្វេងនេះមើលតែកាយវិការដឹងការសម្ដែងរិទ្ធថាខ្លួនឯងនេះវាខ្លាំងវាមានតាំងពីលំពេដីត្រៃសូដាវអីចឹងទៅគឺគេចង់បញ្ជាក់ពីអំណាចគេថាគេហ្នឹងមានរិទ្ធខ្លាំងអស្ចារ្យណាអញ្ចឹងការសម្ដែងបែបនេះវាប្រៀបបានសភាវៈរូបខាងក្រៅដែលយើងមើលឃើញគឺការដដើមប្រជែងយកឈ្នះយកចាញ់គ្នាហ្នឹងគឺតែអញខ្លាំងជាងអានោះខ្សោយជាងអានោះអន់ជាងអាហ្នឹងហើយតែសភាវៈអកុសលហ្នឹងឯងវាដឹកនាំវាខុសពីសភាវៈកុសលធម៌ក្នុងការដឹកនាំយើងជារឿងសំខាន់ណាស់ណាហ្នឹងហើយដែលបងប្អូនគ្រប់គ្នាត្រូវរៀនស្វែងយល់ហ្នឹងហើយទាំងអស់នេះខ្ញុំករណាក៏ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាយកទៅស្ដាប់និងពិចារណាដោយបញ្ញាណាហើយសង្កេតមើលទៅលើរឿងហេតុទាំងឡាយដែលកើតឡើងហ្នឹងទៅអញ្ចឹងបងប្អូនទាំងអស់គ្នាច្បាស់ជាយល់ច្បាស់ជាដឹងបន្តិចម្ដងហើយក៏ភ្លឺបន្តិចម្ដងហើយក៏ទទួលបានសេចក្តីសុខបន្តិចម្ដងដូចគ្នាឲ្យតែបងប្អូនស្វែងយល់អំពីរឿងទាំងអស់នេះណាសំខាន់ណាស់អញ្ចឹងបងប្អូនព្យាយាមទាំងអស់គ្នាដើម្បីសេចក្តីសុខយើងទាំងអស់គ្នានឹងហើយកុំឲ្យម្នាក់ឃើញកាត់ទុកខំធ្វើបុណ្យគឺធ្វើទានយ៉ាងណាក៏ដោយក៏នៅតែមិនសុខជួបតែទុកណានឹងមកពីអីអញ្ចឹងយើងត្រូវពិចារណាទាំងអស់គ្នាណា